កាលពីព្រឹកមិញសម្ដេចហ៊ុនសែនបានមានប្រសាសន៍ថាកម្ពុជាបានចាត់ទុកថាទាហានខ្មែរដែលថៃចាប់ខ្លួនចំនួន18នាក់នោះបានពាក់លីដើម្បីជាតិរួចទៅហើយការថ្លែងបែបនេះរបស់សម្ដេចគឺកើតក្រោយពីថៃពន្យាពេលដោះលែងទាហានខ្មែរទាំង18នាក់នេះម្ដងហើយម្ដងទៀតដោយយកករណីទាហានខ្មែរទាំង18នាក់នេះមកដោះដូរឲ្យខ្មែរធ្វើនេះឬធ្វើនោះមិនចេះចប់ប្រកាសណាស់ការថ្លែងរបស់សម្ដេចបែបនេះគឺចង់ផ្ដល់សារឲ្យថៃឈប់យករឿងនេះមកសង្កត់ខ្មែរបើយើងគិតវិភាគទៅការថ្លែងរបស់សម្ដេចហ៊ុនសែនបែបនេះគឺប្រៀបដូចជាការរុញថៃឲ្យអស់ផ្លូវដើរក្នុងការយកទាហានខ្មែរទាំង18នាក់នេះមកធ្វើជាលក្ខខណ្ឌខ្មែរបានចាត់ទុកថាអ្នកទាំង18នាក់នេះគឺត្រូវបានថៃចាប់ដោយខុសច្បាប់ក្រោយពីមានបទឈប់បាញ់តែទោះបីជាយើងហៅអ្នកទាំង18នាក់នេះថាជាឆ្លើយសឹកទៅតាមពាក្យថៃសិនទៅចោះក៏ប្រកាសណាស់គឺថៃមិនហ៊ានធ្វើអ្វីលើរូបរាងកាយអ្នកទាំង18នាក់នេះទេនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសម៉ាឡេស៊ីគឺប្រើពាក្យថាឆ្លើយសឹក prisoner of war ទំនងជាពាក្យថៃចង់ប្រើដើម្បីសម្ដៅដល់ទាហានខ្មែរទាំង18នាក់នេះការប្រើពាក្យនេះនឹងធ្វើឲ្យទាហានខ្មែរទាំងនេះត្រូវបានការពារដោយច្បាប់មនុស្សធម៌អន្តរជាតិ International Humanitarian Law ដែលគេស្គាល់ថាជាច្បាប់សង្គ្រាមអន្តរជាតិនេះមានចែងថារាល់ឆ្លើយសឹកគឺត្រូវបានការពារមិនឲ្យគេធ្វើទារុណកម្មនោះទេហើយពួកគេមានសិទ្ធិទទួលអាហារហូបចុកគ្រប់គ្រាន់និងមានសិទ្ធិទទួលបានការតាក់ទងជាមួយក្រុមគ្រួសារដោយសារករណីទាហានខ្មែរទាំង18នាក់នេះលេចធ្លោលើឆាកអន្តរជាតិជាពិសេសគឺអាស៊ានអាមេរិកនិងចិនប្រកាសណាស់គឺថៃមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសដល់ទាហានខ្មែរទាំង18នាក់នេះទេប្រភពពីផេកអាស៊ីអាគ្នេយ៍ផងដែរតាក់ទងទៅនឹងព័ត៌មានចែករំលែកថ្ងៃនេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា